ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងបន្តមេរៀនទី1ចំនួន complex ទម្រង់ពេជ្រគណិតរបស់យើងទៅកាន់ចំណុចថ្មីមួយទៀតគឺចំណុច model នៃចំនួន complex អូខេអ្នកទាំងអស់គ្នាអញ្ចឹង model នឹងអីគេអញ្ចឹងពាក្យនៅក្នុងគណិតវិទ្យាពាក្យថា model នឹងមានន័យថាប្រវែងមានន័យថាប្រវែងអូខេអញ្ចឹងអ្នកទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំមានចំនួន complex មួយគឺចំនួន complex សិតស្មើ1បូក 4e អញ្ចឹងបើខ្ញុំយកសិតនោះមកគូសនៅក្នុងតម្រុយរបស់យើងគឺខ្ញុំបានបែបនេះមានន័យថា coordinate x គឺ1គឺផ្នែកប៉ិតរបស់វាគឺ1ហើយផ្នែកនិមិត្តរបស់យើងគឺ4គឺជា y អូខេអញ្ចឹងខ្ញុំគូសបានសិតមួយបើសិនជាខ្ញុំគូសចេញពីគល់តម្រុយមកពី O ចេញមកដល់ចំណុចហ្នឹងគឺនឹងឲ្យដែលគេហៅថាសិតអូខេអញ្ចឹងបន្ទាត់សមួយនេះគឺសិតស្មើ1បូក 4e របស់យើងនឹងឯងអូខេអញ្ចឹងបន្ទាត់សមួយនេះគឺគេហៅថា model ឬក៏ប្រវែងដែលគេតាំងដល់អក្សរ O ឬក៏តម្លៃដាច់ខាតនៃសិតអូខេអញ្ចឹងតើយើងធ្វើម៉េចដើម្បីអាចគណនាប្រវែងហ្នឹងនេះប្រវែងបន្ទាត់សនេះធ្វើម៉េចបានអាចគណនាបានអញ្ចឹងបើយើងរំលឹកទៅថ្នាក់ទី9វិញគឺទ្រឹស្ដីបត់ពីតាហ្គើគឺយើងយកទ្រឹស្ដីបត់ពីតាហ្គើយកមកជួយយើងគឺទ្រឹស្ដីបត់ a ការ៉េស្មើ b ការ៉េបូក c ការ៉េឬក៏យើងហៅថាអ៊ីប៉ូតេនូសការ៉េស្មើនឹងជ្រុងការ៉េ2បូកចូលគ្នាណាអូខេអញ្ចឹងយើងមើលត្រីកោណនេះអូខេយើងពិនិត្យមើលត្រីកោណនឹងត្រីកោណកែងត្រូវអ្នកនរគ្នានេះត្រីកោណកែងអូខេអញ្ចឹងជ្រុងកែងទី1គឺវាយនេះអញ្ចឹងពីនេះមកនេះគឺស្មើគ្នាគឺស្មើ4អាខ្លីនេះគឺ1ត្រូវអ្នកនរគ្នាអូខេអញ្ចឹងមានន័យថាអាប្រវែងវែងនេះដែលខ្ញុំតាំងដល់អក្សរ O នេះគឺស្មើជាមួយនឹងជ្រុងការ៉េទាំងពីរជ្រុងកែងទាំងពីរលើកជាការ៉េបូកចូលគ្នាអូខេនេះគឺ1ការ៉េនេះហើយនឹង4ការ៉េពួកអីវាគឺជាជ្រុងកែងរបស់មួយនេះហើយហាមួយហ្នឹងគឺជា air របស់យើងឯងហើយ air របស់យើងហ្នឹងបើមើលទៅក្នុងត្រីកោណកែងគឺវាជា hypotenuse អូខេអញ្ចឹងយើងទាញបានថា air ស្មើឬការ៉េនៃ1ការ៉េបូក4ការ៉េអញ្ចឹងឃើញបានអ្នកនរគ្នា4ការ៉េ4 4ដង16បូក1ឬនៃ10 17ឯកតាប្រវែងអញ្ចឹងតើអូខេអញ្ចឹងគេទាញបានជាទូទៅនៃ model នៃចំនួន complex សិតស្មើ a បូក be នេះគឺគេតាំងដល់អក្សរតម្លៃដាច់ខាតនៃសិតឬក៏អក្សរ a អ្នកនរគ្នាតាំងដោយតម្លៃដាច់ខាតនៃសិតឬក៏អក្សរ a ដែលតម្លៃដាច់ខាតនៃសិតស្មើជាមួយនឹង a ស្មើជាមួយនឹងរឹសការ៉េនៃ a ការ៉េអូខេបូកឲ្យ b ការ៉េអូខេអញ្ចឹងអ្នកនរគ្នាយល់អត់អញ្ចឹងឥឡូវយើងមកមើលឧទាហរណ៍បន្តទៀតអញ្ចឹងឧទាហរណ៍ថាខ្ញុំមានចំនួន complex 3ហើយគេសួររក model នៃចំនួន complex នោះមានន័យថាប្រវែងបើសិនជាយកចំនួន complex ហ្នឹងទៅគូសនៅក្នុងតម្រុយcoordinate ថាតើវាមានប្រវែងប្រមាណអូខេអញ្ចឹងឧទាហរណ៍អញ្ចឹងយើងពិនិត្យមើលទៅយើងរក a ទៅឬក៏តម្លៃដាច់ខាតនៃសិតហ្នឹងទៅស្មើជាមួយនឹងរឹសនៃផ្នែកនៃ a ការ៉េបូកឲ្យb ការ៉េអូខេអញ្ចឹងអានេះ a របស់យើង3អញ្ចឹងខ្ញុំបានរឹសនៃ3ការ៉េបូកឲ្យរឹសនៃ4ការ៉េអូខេអញ្ចឹងស្មើប៉ុន្មានអ្នកនរនេះស្មើ9បូកឲ្យ16ណាអញ្ចឹង9បូកឲ្យ16ប៉ុន្មាន25អញ្ចឹងរឹសនៃ25ស្មើ5ឯកតាប្រវែងអញ្ចឹងនៅក្នុងលំហាត់បើសិនបើគេអត់ប្រាប់ឯកតាប្រវែងជាសង់ទីម៉ែត្រម៉ែត្រឬក៏អីទេគឺយើងប្រើពាក្យថាឯកតាប្រវែងអូខេចុះអានេះវិញអានេះអ្នកនរគ្នាពិនិត្យមើលទៅគឺមានតែ b ទេព្រោះ b គឺជាផ្នែកនិមិត្តផ្នែកជាប់ e អូខេអញ្ចឹងសិតតម្លៃដាច់ខាតនៃសិតរបស់យើងគឺស្មើជាមួយនឹង0ការ៉េព្រោះអីផ្នែក a របស់យើងគឺ0បូកឲ្យដក3លើកជាការ៉េអូខេអញ្ចឹងតម្លៃវាដក3ណាអូខេអញ្ចឹងគឺបាននឹងរឹសនៃ0អានេះ9ចេញបាន3ឯកតាប្រវែងអូខេចានេះវិញដូចគ្នា
dương bình định mưa tới khơi tha vi miên tà này a thế này bật thế này đi mất viết mà son mà đấy chẳng nhưng bạn đọc mùi cái buộc ỏi son cái chắc đọc mùi cái nhưng bạn mà rồi thấy mùi rồi có bánh bảy của bạn hay cứ tranh bạn đọc mùi vô tại mình đọc của anh đi son mà đấy ok ai cái tá rồi ok chẳng video để tẹo tâu cho mỗi nâng một điều bảo dưỡng cứ miên tập phân thế xin không thằng này ở nhà anh vô bán bye bye